សូមជម្រាបសួរពុកម៉ែបងប្អូននៅពេលនេះខ្ញុំបាទនឹងលើកយកតម្រុយឆ្នោតវៀតណាមម៉ោង 1:30 នាទីម៉ោង 4:30 នាទីម៉ោង 6:30 នាទីថ្ងៃទី26ខែតុលា ឆ្នាំ2025ដើម្បីមកចែកជូនពុកម៉ែបងប្អូនមុននឹងចូលដល់តម្រុយឆ្នោតខ្ញុំបាទសូមលើកយកតម្រុយឆ្នោតដែលបានឲ្យការពីម្សិលមិញដើម្បីមកទៀងទាត់ជូនពុកម៉ែបងប្អូនសម្រាប់តម្រុយឆ្នោតដែលបានឲ្យគឺមានលេខ27 11 64 04លេខអុសមាន2ទង់គឺអុសទង់10ហើយនិងអុសទង់6បន្តមកទៀតនេះខ្ញុំបាននឹងទៀងទាត់ជូនពុកម៉ែបងប្អូនសម្រាប់ម៉ោង 1:30 នាទីម៉ោង 1:30 នាទីគឺយើងត្រូវបានប៉ុស A គឺ67គឺត្រូវលេខអុសបន្តមកទៀតគឺយើងត្រូវបានប៉ុស A ដូចគ្នាគឺ08គឺត្រូវជោគទង់បន្តមកទៀតគឺយើងត្រូវបានប៉ុស B គឺ09គឺត្រូវជោគទង់បន្តមកទៀតគឺយើងត្រូវបានប៉ុស D គឺ07គឺត្រូវជោគទង់តម្រុយខ្ញុំបានឲ្យលេខ04សរុបម៉ោង 4:30 នាទីគឺយើងត្រូវបាន4គ្រាប់បន្តមកទៀតនេះខ្ញុំបាននឹងផ្ទៀងផ្ទាត់ជូនពុកម៉ែបងប្អូនសម្រាប់ម៉ោង 4:30 នាទីម៉ោង 4:30 នាទីគឺយើងត្រូវបានប៉ុស B គឺ16គឺត្រូវលេខអុសបន្តមកទៀតគឺយើងត្រូវបានប៉ុស D គឺ15គឺត្រូវលេខអុសសរុបម៉ោង 4:30 នាទីគឺយើងត្រូវបាន2គ្រាប់បន្តមកទៀតនេះខ្ញុំបាននឹងផ្ទៀងផ្ទាត់ជូនពុកម៉ែបងប្អូនសម្រាប់ម៉ោង 6:30 នាទីម៉ោង 6:30 នាទីគឺយើងត្រូវបានប៉ុស A គឺ65គឺត្រូវលេខអុសបន្តមកទៀតគឺយើងត្រូវបានប៉ុស C គឺ62គឺត្រូវលេខអុសតម្រុយខ្ញុំបានឲ្យលេខ64សរុបម៉ោង 6:30 នាទីគឺយើងត្រូវបាន2គ្រាប់បន្តមកទៀតនេះខ្ញុំបាននឹងលើកយកតម្រុយសម្រាប់ថ្ងៃទី26ខែតុលា ឆ្នាំ2025ដើម្បីមកចែកជូនពុកម៉ែបងប្អូនដើម្បីចាក់ផ្សងសំណាងតម្រុយគឺមានលេខ33 05 94 46លេខអុសមាន2ទង់គឺអុសទង់0ហើយនិងអុសទង់30សូមពុកម៉ែបងប្អូនជួយចុច Subscribe និងសញ្ញាមេដៃជាសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗដែលខ្ញុំបានចេញជារៀងរាល់ថ្ងៃសូមជូនពរសូមឲ្យពុកម៉ែបងប្អូនមានសំណាងល្អគ្រប់ក្រុមគ្រួសារប្រសិនជាពុកម៉ែបងប្អូនមានចម្ងល់អ្វីមួយចង់សាកសួរឬក៏ផ្ដល់យោបល់សូមខមមិននៅខាងក្រោមសូមអភ័យទោសចំពោះការខុសឆ្គងដោយអចេតនាណាមួយសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយៗទៀត